ទម្រង់មុខនិងការបញ្ចេញមតិតែងតែបង្កើតចំណាប់អារម្មណ៍ដំបូងបញ្ជូនសារអំពីអារម្មណ៍សុខភាពភាពរឹងមាំក៏ដូចជាអាយុយូរទៅទម្រង់មុខមានការប្រែប្រួលទៅតាមអាយុដែលធ្វើឲ្យមនុស្សជាច្រើនមានអារម្មណ៍អស់កម្លាំងខឹងក្រៀមក្រំឬចាស់ជាងការគិតការផ្លាស់ប្ដូរទាំងនេះច្រើនតែចាប់ផ្ដើមនៅតំបន់ចិញ្ចើមឬថ្ងាសរួមទាំងការបង្កើតស្នាមជ្រួញនៅលើថ្ងាសចន្លោះចិញ្ចើមនិងការយារធ្លាក់នៃចិញ្ចើមការបន្តឹងស្បែកថ្ងាសឬការព្យួរចិញ្ចើមអាចលើកចិញ្ចើមនិងកាត់បន្ថយភាពជ្រីវជ្រួញស្ដារឡើងវិញនូវភាពតឹងណែននិងក្មេងជាងវ័យដល់ផ្នែកខាងលើនៃទម្រង់មុខមុននឹងស្វែងយល់អំពីនីតិវិធីបន្តឹងស្បែកថ្ងាសលោកអ្នកត្រូវស្វែងយល់អំពីទម្រង់រចនាសម្ព័ន្ធមូលដ្ឋាននៃមុខនិងដំណើរការវិវត្តភាពចាស់ដែលបានផ្លាស់ប្ដូរបន្ទាត់ចិញ្ចើមទម្រង់មុខត្រូវបានបង្កើតឡើងដោយស្រទាប់ស្បែកសាច់ដុំនិងខ្លាញ់យូរទៅកត្តាអាយុនិងបរិស្ថានដូចជាការប៉ះនឹងពន្លឺព្រះអាទិត្យអាចធ្វើឲ្យបណ្ដាញនៃសរសៃអេឡាស្ទីននិង collagen នៅក្នុងស្បែកចុះខ្សោយជាលទ្ធផលស្បែកបាត់បង់ទម្រង់រចនាសម្ព័ន្ធនិងការបត់បែនដែលធ្វើឲ្យរលុងលើសពីនេះស្រទាប់សាច់ដុំចុះខ្សោយបន្តិចម្ដងបូករួមនឹងហៅប៉ៅខ្លាញ់ដែលដើរតួជាខ្នើយរវាងស្បែកនិងឆ្អឹងខាងក្រោមក៏បាត់បង់ទៅតាមពេលវេលាផងដែរនៅពេលដែលខ្លាញ់ត្រូវបានរលាយបន្ទាត់នៅចិញ្ចើមរបស់អ្នកនឹងកាន់តែលេចធ្លោការបន្តឹងស្បែកថ្ងាសអាចកាត់បន្ថយរូបរាងនៃបន្ទាត់ថ្ងាសនិងលើកបន្ទាត់ចិញ្ចើមលទ្ធផលដែលទទួលបានអាចធ្វើឲ្យអ្នកមើលទៅក្មេងជាង10ឆ្នាំក្នុងចំណោមវិធីផ្សេងៗដែលគ្រូពេទ្យវះកាត់អាចកែលម្អរូបរាងចិញ្ចើមបច្ចេកទេសមួយដែលកំពុងពេញនិយមនោះគឺការព្យួរចិញ្ចើមបច្ចេកទេសនេះពាក់ព័ន្ធនឹងការវះស្នាមវះនៅតាមបណ្ដោយបន្ទាត់នៃចិញ្ចើមរបស់អ្នកការវះកាត់ជាធម្មតាពាក់ព័ន្ធនឹងការយកស្បែកដែលរលុងចេញដែលរំខានដល់ចលនានិងមុខងារសាច់ដុំជារឿងសំខាន់ដែលលោកអ្នកត្រូវយល់ដឹងនោះគឺចំពោះអ្នកដែលទំពែកថ្ងាសខ្ពស់ឬមានជើងសក់បញ្ច្រាស់ទៅក្រោយឬធ្លាប់វះកាត់ត្របកផ្នែកខាងលើពីមុនប្រហែលជាមិនស័ក្តិសមសម្រាប់នីតិវិធីនេះទេទោះជាយ៉ាងណាក៏ដោយវិជ្ជបណ្ឌិតវះកាត់ក៏អាចធ្វើការវះកាត់មួយផ្សេងទៀតដើម្បីសម្រេចបាននូវលទ្ធផលដែលចង់បានការវះកាត់បន្តឹងស្បែកថ្ងាសជាធម្មតាមានរយៈពេលពី1ទៅ3ម៉ោងអាស្រ័យលើស្ថានភាពនិងបច្ចេកទេសដែលបានប្រើក្នុងការវះកាត់មុនពេលវះកាត់សក់របស់អ្នកអាចត្រូវបានកាត់តាមស្នាមវះដោយសិតមិនច្រាសហើយចងវិញលើសពីនេះវិជ្ជបណ្ឌិតអាចលាបថ្នាំអង់ទីប៊ីយ៉ូទិកដើម្បីធានាសក់តំបន់វះកាត់នឹងត្រូវបានសម្លាប់មេរោគបន្ទាប់មកបន្ទាត់កាត់នឹងត្រូវបានគូសនៅលើតំបន់នោះការវះកាត់អាចត្រូវបានអនុវត្តដោយការប្រើថ្នាំសន្លប់បូករួមនឹង sedation ពេលនោះតំបន់វះកាត់នឹងស្ពឹកហើយអ្នកនឹងស្ថិតក្នុងស្ថានភាពសម្រាប់អំឡុងពេលវះកាត់លើសពីនេះវិជ្ជបណ្ឌិតវះកាត់អាចជ្រើសរើសការប្រើថ្នាំសន្លប់ទូទៅដើម្បីជួយឲ្យអ្នកគេងក្នុងកំឡុងពេលវះកាត់ដំបូងវិជ្ជបណ្ឌិតវះកាត់នឹងធ្វើការវះកាត់ដែលលាតសន្ធឹងរវាងត្រចៀកឆ្លងកាត់ថ្ងាសចាប់ពីជើងសក់ធម្មជាតិពី6ទៅ8សង់ទីម៉ែត្រដោយប្រើឧបករណ៍វះកាត់វិជ្ជបណ្ឌិតវះកាត់នឹងបកស្បែកនិងសាច់ដុំដោយប្រុងប្រយ័ត្នចេញពីឆ្អឹងថ្ងាសដើម្បីលើកស្រទាប់ស្បែកចេញពីឆ្អឹងថ្ងាសទាំងស្រុងគ្រូពេទ្យនឹងបកស្រទាប់ស្បែករហូតដល់សៀតផ្កាក្រៅពីនេះគ្រូពេទ្យវះកាត់ក៏អាចប្រើឧបករណ៍អគ្គិសនីនៅតាមកន្លែងវះកាត់ដើម្បីការពារការហូរឈាមអំឡុងពេលបកស្រទាប់ស្បែកទោះបីជាស្រទាប់ស្បែកនឹងត្រូវបានយកចេញទាំងស្រុងពីថ្ងាសក៏ដោយដូចដែលយើងឃើញចំណុចនេះជាធម្មតានិងមិនចាំបាច់ក្នុងករណីមួយចំនួនទេជាមួយនឹងឧបករណ៍ឡតជាលិកាគ្រូពេទ្យវះកាត់នឹងទាញស្បែកចេញពីឆ្អឹងថ្ងាសដើម្បីលាតត្រដាងនៅស្រទាប់ផ្សេងៗនៃសាច់ដុំនៅផ្នែកខាងលើនៃទម្រង់មុខរាល់ស្រទាប់ទាំងនេះត្រូវបានលើកដើម្បីកាត់បន្ថយស្នាមជ្រួញជាទូទៅមានសាច់ដុំ3ផ្សេងគ្នានៅលើមុខដែលត្រូវបានព្យាបាលរួមមានផ្នែកសាច់ដុំថ្ងាសសាច់ដុំចិញ្ចើមនិងសាច់ដុំត្រង់ចន្លោះចិញ្ចើមដោយដែលលោកអ្នកបានដឹងហើយថាចលនាសាច់ដុំថេរបង្កើតស្នាមជ្រួញខុសៗគ្នានៅក្នុងសាច់ដុំផ្សេងៗគ្នាដោយប្រើបច្ចេកទេសផ្សេងៗគ្នាវិជ្ជបណ្ឌិតនឹងដោះស្រាយសញ្ញានៃភាពចាស់ទាំងនេះដោយយកតំបន់តូចៗនៃសាច់ដុំផ្សេងៗគ្នាដោយប្រុងប្រយ័ត្នវិជ្ជបណ្ឌិតនឹងជ្រើសរើសព្យាបាលសាច់ដុំមួយចំនួនឬទាំងអស់អាស្រ័យលើលក្ខណៈនៃការវះកាត់ដោយការកែតម្រូវសាច់ដុំនៅតាមតំបន់នោះគ្រូពេទ្យវះកាត់នឹងធ្វើចលនាដល់សកម្មភាពសាច់ដុំធម្មតាដោយមិនប៉ះពាល់ដល់មុខងារសាច់ដុំគោលជាលទ្ធផលស្នាមជ្រួញនឹងត្រូវបានកាត់បន្ថយហើយសាច់ដុំរបស់អ្នកនឹងបន្តធ្វើការដើម្បីបង្កើតការបញ្ចេញទឹកមកបន្ទាប់ពីដោះស្រាយសាច់ដុំផ្សេងៗគ្នាគ្រូពេទ្យវះកាត់នឹងសម្រេចថាតើស្បែកលើសចំនួនប៉ុន្មានដែលត្រូវយកចេញគ្រូពេទ្យវះកាត់នឹងធ្វើការដេរតូចៗតាមខ្សែបន្ទាត់វះកាត់
ដើម្បីបង្កើតបរិមាណសមស្របនៃភាពតានតឹងដល់ស្បែកនៅពេលដែលចំនួនសមស្របនៃភាពតានតឹងស្បែកត្រូវបានសម្រេចស្បែកលើសនឹងត្រូវដកចេញទោះបីជាធម្មតាមិនចាំបាច់ក៏ដោយគ្រូពេទ្យវះកាត់អាចជ្រើសរើសដាក់បំពង់បង្ហូរតូចមួយនៅត្រង់សៀផ្កាបន្ទាប់ពីការវះកាត់ត្រូវបានបិទស្នាមវះនឹងត្រូវបានបិទជាមួយនឹងធ្នេរវះកាត់លើសពីនេះគ្រូពេទ្យវះកាត់អាចយកបង់រុំឬបង់វេជ្ជសាស្ត្ររុំកន្លែងវះកាត់ទោះបីជាគ្រូពេទ្យវះកាត់មួយចំនួននឹងជ្រើសរើសមិនប្រើបង់រុំណាមួយក៏ដោយដោយទៅនឹងការវះកាត់ផ្សេងលោកអ្នកនឹងជួបប្រទះភាពពិបាកទ្រាំហើមនិងស្នាមជាប់នៅលើផ្ទៃមុខនិងជំវិញភ្នែកដែលអាចជួយឲ្យធូរស្រាលបានជាមួយនឹងការស្អំទឹកកកឬប្រើថ្នាំបំបាត់ការឈឺចាប់វិជ្ជបណ្ឌិតអាចណែនាំឲ្យអ្នករក្សាលំនឹងក្បាលនិងឲ្យត្រង់កំឡុងពេលដំណើរការជាសះស្បើយដើម្បីកាត់បន្ថយការហើមនិងស្នាមជាំប្រសិនបើបំពង់បង្ហូរតូចត្រូវបានគេដាក់នៅក្នុងកន្លែងវះកាត់និងត្រូវបានដកចេញបន្ទាប់ពី1ថ្ងៃខណៈដែលស្នាមដេរអាចនៅដដែលរយៈពេលពី4ទៅ7ថ្ងៃលោកអ្នកអាចនឹងមានការស្ពឹកជាបណ្ដោះអាសន្ននៅជុំវិញកន្លែងវះកាត់បន្ទាប់ពីការវះកាត់ខណៈពេលដែលអ្នកអាចត្រឡប់ទៅធ្វើការវិញបានបន្ទាប់ពីប្រហែល1សប្តាហ៍ការហើមនិងស្នាមជាំអាចចំណាយពេលច្រើនសប្តាហ៍ដើម្បីជាសះស្បើយទាំងស្រុងរឿងសំខាន់នោះគឺអ្នកត្រូវជៀសវាងសកម្មភាពធ្ងន់ដូចជាការលើកឬធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ពី2ទៅ3សប្តាហ៍បន្ទាប់ពីការវះកាត់ដើម្បីធានាបាននូវការជាសះស្បើយគ្រប់គ្រាន់លោកអ្នកនឹងអាចឃើញលទ្ធផលបានយ៉ាងឆាប់រហ័សបន្ទាប់ពីការវះកាត់ហើយនឹងកាន់តែមានការកាត់សម្គាល់កាន់តែច្បាស់ពី2ទៅ3សប្តាហ៍ក្រោយពេលដែលការហើមនិងស្នាមជាំបាត់ម្ដងបន្តិចដោយសារអ្នកគ្រប់គ្នាអាចមានអត្រាជាសះស្បើយផ្សេងគ្នាវាអាចចំណាយពេលច្រើនខែដើម្បីឲ្យអ្នកឃើញលទ្ធផលពេញលេញខណៈពេលដែលអ្នកនឹងមានស្នាមតូចៗជាអចិន្ត្រៃយ៍ពួកវានឹងត្រូវបានលាក់ដោយសក់របស់អ្នកចំណុចសំខាន់ដែលអ្នកត្រូវដឹងនោះគឺការបន្តឹងស្បែកថ្ងាសនឹងមិនបញ្ឈប់ភាពចាស់នោះទេទោះបីជាយ៉ាងណាក៏ដោយការវះកាត់និងកាត់បន្ថយស្នាមជ្រួញជ្រួញក៏ដូចជាដោះស្រាយចិញ្ចើមដែលយាធ្លាក់ជួយធ្វើឲ្យមុខរបស់អ្នកមានភាពក្មេងជាងវ័យក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខទៀតមន្ទីរពេទ្យកែសម្ផស្សវិតមីប្រែក្លាយសុបិនរបស់អ្នកឲ្យទៅជាការពិត